ទស្សនិកជនជាទីមេត្រីរ៉ារីត្រីពេញបរមីខេត្តកណ្ដាលពេលប្រច័នពេញវងរះភ្លឺចាញ់ចាំងពេញភូមិស្រុកជនរួមជាតិខ្មែរម្នីរៀបចំពិធីបុណ្យអកអំបុកសំពះព្រះខែដែលជាពិធីរំលឹកនឹកគុណដល់ព្រះច័ន្ទដែលបានផ្ដល់ភោគផលដំណាំនិងអាកាសធាតុអំណោយផលក្នុងគ្រឿងដង្វាយដកពិសិដ្ឋនោះមុខម្ហូបមិនអាចខ្វះបានគឺអំបុកជាម្ហូបសម្រន់បែបសាមញ្ញតែវាគូសសម្គាល់នៅតម្លៃនៃការព្យាយាមពលកម្មពេញមួយរដូវកាលដើម្បីធ្វើបានអំបុកឈ្ងុយឆ្ងាញ់ស្រូវដែលគេយកមកបោកច្រើនជាស្រូវដំណាប់ថ្មីឬស្រូវក្រអូបទុំល្មមមិនទុំពេកក៏មិនខ្ចីពេកធម្មតាកសិករតែងតែទៅស្រែនៅពេលព្រឹកព្រលឹមពេលដែលទឹកសន្សើមនៅដក់លើស្លឹកស្រូវដើម្បីប្រមូលផលស្រូវដំណាប់ស្រស់បន្ទាប់ពីច្រូតកាត់បោកស្រូវរួចគេអាចយកទៅដាំដើម្បីរក្សារសជាតិជាដំបូងគេត្រូវយកស្រូវស្រស់មកលាងក្នុងឆ្នាំងដីឬខ្ទះភ្លើងស្មើមិនធំពេកក៏មិនតូចពេកលាងរហូតដល់ស្រូវចាប់ផ្ទុះមួយហើយឆ្អិនស្មើនេះទើបអំបុកបានស្រួយស្ងួតល្អហើយទើបគេចាក់ស្រូវទៅក្នុងត្បាល់បន្ទាប់មកគឺដាល់អំបុកគេត្រូវដាល់ឲ្យស្មើដៃទើបទទួលបានសាច់អំបុកមាត់ទន់ល្អនិងស្អិតល្មួតដែលតល់តែឃើញថាអំបុកពាកសំប៉ែតនិងខ្ចាត់សម្បកស្រូវជីងអស់ទៅឈប់ហើយគេបាដាក់ចង្អេរយកទៅយកអង្កាមនិងកន្ទក់ជីងឲ្យអស់គេអាចពិសាអំបុកស្រស់ក៏បានឬក៏លាយជាមួយនឹងដូងកោសស្ករសសណ្ដែកទៅតាមការនិយមចូលចិត្តនៅក្នុងការចងចាំរបស់មនុស្សជាច្រើនរាត្រីអកអំបុកសំពះព្រះខែគឺជាឱកាសជួបជុំមួយមីដ៏កក់ក្ដៅក្មេងៗរត់លេងនិងស្ដាប់រឿងព្រេងមនុស្សចាស់អធិដ្ឋានដោយចិត្តជ្រះថ្លាបួងសួងសុំសេចក្តីសុខចម្រើនអាកាសធាតុដំណាំភោគផលល្អនិងគ្រួសារសុភមង្គលអបអំបុកឲ្យក្មេងៗដោយបំណងប្រាថ្នាបរិភោគអំបុកឲ្យចាប់ធំសិក្សាឲ្យបានល្អនិងក្លាយទៅជាមនុស្សល្អដូចជាជំនឿជឿជាក់ទៅលើអនាគតក្លិនក្រអូបនៃអំបុកសំឡេងសើចក្រោមពន្លឺព្រះច័ន្ទស្រាលស្រទន់ទាំងអស់នេះលាយបញ្ចូលគ្នាទៅជាចំណងអនុស្សាវរីយ៍ជាទីដែលកុមារវ័យត្រូវបានស្រឡាញ់ថ្នាក់ថ្នមជាទីដែលប្រពៃណីត្រូវបានគោរពនិងការដឹងគុណចំពោះធម្មជាតិត្រូវបានបង្ហាញតាមរយៈពិធីកិច្ចសាមញ្ញតែពោរពេញដោយតម្លៃមនុស្សសាស្ត្រអំបុកមិនត្រឹមតែជាម្ហូបមួយមុខប៉ុណ្ណោះទេប៉ុន្តែវាក៏ជានិមិត្តរូបចំណងផ្សារភ្ជាប់រវាងមនុស្សនិងធម្មជាតិរវាងចំណងនានាក្នុងគ្រួសារផងដែរអំបុកមួយគ្រាប់មានរសជាតិផ្អែមនៃដីក្លិនក្រអូបនៃស្រូវសេចក្តីស្រឡាញ់របស់ជីដូនជីតានិងឪពុកម្ដាយចំពោះកូនវាគឺជារសជាតិនៃស្រុកកំណើតនៃការចងចាំនិងរាត្រីពេញបរមីដែលមិនអាចបំភ្លេចបានប្រិយមិត្តជាទីមេត្រីនីតិសបត់អអំបុកប្រណាំងទុកងទីក្រុងកន្ទើឆ្នាំ2025លើកនេះចប់តែត្រឹមណេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋានសូមជម្រាប